Ubuntu ក្រុម AU40 ថ្ងៃនេះនិយាយពី topic ទៅលើ test Docker application មានទី1នៅក្នុងហ្នឹងមាន MySQL NGX ហើយ Apache ហើយនិង Ubuntu ហើយ Redis តែ status សម្រាប់ការងារ final របស់យើងទី1អញ្ចឹងជាដំបូងខ្ញុំសូមចូលមកក្នុង Gitbash ដែលដំបូងយើងធ្វើការក្នុង NGX ដើម្បីទាញយក image ដែលធ្វើការ copy command ដែលពី PDF ដែលលោកគ្រូផ្ញើឲ្យហ្នឹងមកដើម្បីយកមក test មើលលោកគ្រូនេះខ្ញុំបានបន្លែ install ហើយមិញដោយសារតែនៅក្នុងបោះដើម្បី install Docker របស់ខ្ញុំមិញនៅក្នុង user name ឈ្មោះ Ubuntu AU4 វាអត់មាន set គ្រប់គ្រាន់អញ្ចឹងធ្វើការដាក់ permission ឲ្យវាមាន set គ្រប់គ្រាន់ហើយអូខេបន្ទាប់ពីនេះហើយវាធ្វើការ install បាន complete អស់ហើយអញ្ចឹងបន្ទាប់ពី install ទៅលើទាញយក image របស់ NGX ហើយខ្ញុំនឹងធ្វើការបង្កើតនិងដំណើរការទៅលើ content code ទី2ដែលយើងធ្វើការបង្កើតហើយនឹងដំណើរការទៅលើ container ធ្វើការ copy code ហ្នឹងទៀតធ្វើការ paste enter អូខេនេះតែ code ទៅពេលដែលយើងបង្កើតបានហើយបន្ទាប់មកយើងនឹងធ្វើការបញ្ឈប់ទៅលើ container ដែលយើងបានបង្កើតទៅលើ code បញ្ជួរហ្នឹងយើងធ្វើការនេះតែ code ដែលធ្វើការបញ្ឈប់ហ្នឹងនេះទី1ការ stop ទៅលើ nginx 1របស់យើង stop វាសិន docker stop.nginx 1អូខេបន្ទាប់ពីយើង stop ហើយយើងធ្វើការ start វិញវាវាយថា docker start nginx 1អូខេបន្ទាប់ពីយើងនេះ stop ពេលហើយយើងចូលទៅកាន់លើ container របស់យើងទៀតខ្ញុំសូមធ្វើការ copy មកដោយសារវាវែងដែរកន្លែងនេះ code នេះ copy មកហើយធ្វើការ paste ការ enter អូខេបន្ទាប់ពីយើងចូលមកហើយចូលកាន់ computer របស់យើងហើយអូខេនេះបន្ទាប់ពីយើងបានបង្កើតហើយធ្វើការចេញពីក្នុង folder នេះមួយ exit បន្ទាប់ពីខ្ញុំ exit ហើយធ្វើការចូលទៅដល់ទី2ហ្មងដែលទៅលើ Ubuntu ទៅធ្វើការ pull ទៅលើទាញយក image របស់ Ubuntu ទៅលើតទៅមក Ubuntu ម្ដងខ្ញុំសូម clear screen នេះរៀង full ច្រើនពេកការ pass មកតែ enter សូមចាំបន្តិចនេះវាការ download មកហើយអូខេបន្ទាប់ពីយើង download ពេញមកយើងធ្វើការបង្កើតទៅលើដំណើរការ container ម្ដងទៀតដូចទៅលើ nginx ម្ដងទៅ nginx ដូចគ្នាអញ្ចឹងខ្ញុំសូមធ្វើការ copy comment បន្តទៅលើការបង្កើតនិងដំណើរការទៅលើ container របស់នៅក្នុងលើ Ubuntu របស់យើងការ pass ទៅលើ comment ហ្នឹងមកអូខេ Docker information code path not found កន្លែងនេះមិញដោយសារតែវាជន់ឈ្មោះខ្ញុំបានធ្វើការទៅលើ Docker remove លើ Ubuntu One ហើយបន្តមកបើខ្ញុំ run ទៅលើឈ្មោះ Ubuntu One ហ្នឹងសារថ្មីដងទៀតបន្តពីនេះហើយបានហើយខ្ញុំសូមបន្តទៅលើ comment យើងបន្តទៀតនេះខ្ញុំបាន stop ទៅវិញធ្វើការទៅលើ Docker.exe មួយទៀតចង់មើលថាវាបានយើងបើកមិញត្រូវទៅនៅ It's not running ចឹងសារតែមិញអត់តាន់បានកើតខ្ញុំសូម run ដងទៀតបាន check មើលដងទៀតទី1ដែលការទាញយកទៅលើ image របស់យើងអូខេបន្ទាប់នេះយើងបានទាញមកទាញហើយអញ្ចឹងការទៅលើ Docker run command នេះដែលយើងធ្វើការទៅលើបង្កើតដំណើរការរបស់ container របស់យើង Ctrl មួយសិន container របស់យើងការ enter មកអូន Docker help for me សូម run មួយទៀតសិនជំទង់ one ត្រូវហើយអូខេដែរអានេះសម្រាប់ទីយើង stop មិញយើង stop ហើយយើងធ្វើការ start ទៅលើ service របស់ Ubuntu របស់យើងបានកើតហ្នឹងអូខេត្រូវហើយនេះចុងក្រោយយើងធ្វើការចូលទៅកាន់ទៅលើ container PDF នៅក្នុង container របស់ Ubuntu របស់យើងមួយ enter មកអូខេបន្ទាប់ពីយើងចូលមកឃើញហើយការចុច exit ចេញមកអញ្ចឹងខ្ញុំសូមបន្តចូលទៅដល់ទី3ដែលជាយើងនិយាយទៅលើ Apache ដែលទី1ទៅលើ Docker pull ទាញយក image ទាញយកដូចគ្នាអូខេអញ្ចឹងធ្វើការ copy មកហើយធ្វើការឲ្យ paste enter សូមចាំបន្តិចដើម្បីវាទាញចូលអញ្ចឹងណាហើយបន្ទាប់ពីវាទាញចូល version ហើយខ្ញុំធ្វើការបង្កើតទៅលើដំណើរការរបស់ container វាបន្តទៀតវាទី1យើងត្រូវទាញយកបង្កើតហើយបញ្ឈប់ចាប់ផ្ដើមហើយចូលទៅកាន់ container ដើម្បី check តែប៉ុណ្្នឹងទេអូខេបន្ទាប់យើងបង្កើតហើយយើងធ្វើទៅលើ stop បន្
này tập bây giờ stop hay cái start về bên mỗi enter ok xong control mỗi clear screen tập bây giờ stop hay cái cho lùm mơ được không Dockerនៅក្នុង Apache ដែលយើងបានបង្កើតមុននឹង Apache នេះបន្ទាប់ពីយើងចូលមកតែ exit ចេញពីមួយអាហ្នឹងមួយមកតែចូលទៅក្នុងលំហាត់បន្ទាប់ទី command បន្ទាប់ទី4ដែលនិយាយពីលើ MySQL ដែលទី1ដើម្បីទាញយក image យើងធ្វើការ Docker pull MySQL 8.0 នេះថាផាសទៅលើហ្នឹងមួយមកដើម្បីទាញយក image ok បន្ទាប់ពីយើងបានទាញយក image របស់ SQL ហើយយើងធ្វើការបង្កើតនិងដំណើរការទៅលើ container យើងទៅដាក់បន្តទៀតមកឆ្លាក់ enter មកអូខេបន្ទាប់ពីហើយយើងធ្វើការ stop ទៅលើ service បញ្ឈប់ទៅលើ container របស់យើងហ្នឹងដែលមាន command មួយថា docker stop SQL1 ដែលយើងបាន create មុនហ្នឹងការ pass ការ enter បន្ទាប់ពីយើង stop ហើយយើងធ្វើការ start service ហើយនឹងយើងចូលទៅ check ដូចមិញទៅដែរទេធ្វើការ pass មួយហើយចូលមកដើម្បីចូលទៅក្នុង check មក enter password អូខេដល់ហើយនេះ error password អត់ត្រូវទេ error password អូខេខ្ញុំសូមយល់កន្លែងនេះតិចមិនដោយសារតែខ្ញុំឲ្យមិញវា error តិចណាដើម្បីយើងចូលបញ្ចេញក្នុង PDF របស់យើងនៅក្នុងចូលទៅកាន់ container មិញខ្ញុំវាយ password ខុសដោយសារតែ password ហ្នឹងដាក់ strong password 1v3 យ៉ាងអូខេបន្ទាប់ពីខ្ញុំបានចូលមកក្នុង SQL យើងហើយទៅចុច ចេញសិនមកយើងចូលបានហើយ reload starter bar នេះមកអញ្ចឹងសុំ clear screen មួយអញ្ចឹងបន្តទៀតគឺទី5ដែលយើងនិយាយពី redis ដែលដំបូងធ្វើការទាញយក image ដូចគ្នាដូចខាងលើមិនទៅដែរទេធ្វើការទាញយក image ហើយយើងធ្វើការ run វា run ហើយ stop ហើយ start ហើយយើងចូលទៅ check redis នឹងដូចគ្នាអញ្ចឹងធ្វើការ pass command មួយធ្វើការ pull ទាញយក redis នឹងមកសូមចាំបន្តិចដើម្បីវាកំពុង install អូខេនេះបន្ទាប់ពីវា install ហើយធ្វើការ run ធ្វើការបង្កើតនិងដំណើរការទៅលើ container របស់យើងបន្ទាប់ពីនេះហើយធ្វើការបញ្ឈប់អញ្ចឹងវិញវាយថា docker stop redis 1ហើយធ្វើការ enter ហើយនឹង stop ហើយធ្វើការ start ដង start redis 1អូខេដល់ start ហើយបានចូលទៅកាន់ container នេះខ្ញុំ copy នេះខ្ញុំបីណាខ្ញុំអត់បានការវាយ comment ទេការ pass អូខេបន្ទាប់ពីយើងចូលបានហើយធ្វើការចុច exit មកហើយសម្រាប់ចុងក្រោយសម្រាប់យើងផ្ទៀងផ្ទាត់ទៅលើ application comment របស់យើងអាចប្រើពិនិត្យការផ្ទៀងផ្ទាត់របស់យើងទី1យើងធ្វើការមើលទៅលើ image ទាំងអស់ដែលយើងធ្វើវាយលើ comment ថា docker images អូខេនេះជា image ដែលយើងបាន install ទាំង5ចំនួន5ដែលយើងបានបង្កើតមិញគេថាវាបានមកហើយទី2យើងធ្វើការ check ទៅលើមើលទៅលើ container ដែលកំពុងដំណើរការធ្វើការធ្វើ environment មួយថា docker ps enter អូខេនេះគឺជាcontainer ដែលវាកំពុងតែដំណើរការដែលមានចំនួន5មិនដែលយើងបានបង្កើតមិញដូចគ្នាសូម control L មួយ clear screen បន្ទាប់ពីយើង check លើ container ហើយដំណើរការទាំងអស់យើងនឹងមើល container ទាំងអស់ដែលកំពុងដំណើរការនឹងបានបញ្ឈប់ដែលវាបានដំណើរការហើយក៏វាបានបញ្ឈប់យើង start ហើយ stop មួយហ្នឹងជាការវាយទៅលើ command មួយដើម្បី check វា docker ps .a enter នេះគឺការ check វាបង្ហាញទាំងអស់ថាមួយណាដែលបាន start មួយណាដែលបាន stop កាត់ដាក់ឲ្យ full មួយសិនដើម្បីស្រួលមើលនេះមានថាកន្លែង create នេះយើងបាន create 5នាទីមុន7នាទីមុនហើយអាចបាន7នាទី10នាទី14នាទីតាមអីដែលយើងបាន start ហើយ stop តាមពេលវេលាដែលវាបាន set ទុកអីចឹងទៅហើយទីបន្ទាប់នេះធ្វើការទៅមើលទៅលើការកំណត់ log របស់ container log in របស់ container ធ្វើការវាយ command មួយវាយថាឈ្មោះ docker logs container name container name error response docker docker logs
con ta nhầm sẽ comment khó ta con taineo cái enter error docker dockerlogs con taineo name xong check này tức đấy nhung khó tích ở đây tập bóng rồi sao ta đặt một container nhung cho lọm tha ơi check từ lời thằng đó nó người check mùi muối đôi chia lót tí muối đại dương tí muối bánh ska trong mơ từ lời anh chị x one anh chị x anh chị x one thích đặt lên muối ok này engine x1 là dân bạn chặt vào đám container dân tọt mình tao bị nông engine x1 hái dân miền đôi chia thì ví dụ bình tu one hồi kia cái set mới dân chạy hái tọt mới đôi chia top Apache path Apache one chọn Docker log Apache này là bây giờ bạn đã mấy ok cannot to Docker này chúng ta check là được my actual one check to process ok là cô mình ở xa đâu bị khó group chân nhóm bạn tôi cả này group về tới này cho được nông chua phụ đỡ năng vĩnh bị lại ấy tên là Apache TP là my actual bằng nhóm cả check actual one my actual one my logs my actual say call my actual one ok này thì bạn chọn hết là trong khỏi trả lời thì bao giờ OETIS one ok này xem đẹp thì một nhóm xong và cho tầm nắng ở con chào là cô